ផលប៉ះពាល់នៃទឹកកខ្វក់ទឹកកខ្វក់ហូរចូលក្នុងស្ទឹងបឹងទន្លេឬប្រភពទឹកសាធារណៈមែនប៉ុន្តែផ្ទៃទឹកទាំងនោះមានទំហំធំអាចពង្រាលទឹកកខ្វក់ទាំងនោះបានដូច្នេះប្រហែលជាមិនអីទេដឹងទៅកាន់សំណួរបន្ទាប់តើមានអ្វីកើតឡើងប្រសិនបើយើងហែលក្នុងទឹកបឹងដែលមានទឹកកខ្វក់ឬផឹកទឹកនោះដោយចៃដន្យពិតមែនហើយតើមានអ្វីកើតឡើងចំពោះយើងនៅពេលទឹកកខ្វក់ហូរចូលទៅក្នុងបឹងនៅជុំវិញយើងដោយសារតែបឹងធំដូច្នេះវាអាចធ្វើឲ្យភាពកខ្វក់ក្នុងទឹករលាយបាត់អស់តែដឹងមិនត្រឹមត្រូវទេតាមពិតទៅទឹកបឹងឬតំបន់ដីសើមក៏អាចសម្អាតទឹកកខ្វក់បានដែរតែការសម្អាតទឹកកខ្វក់តាមបែបធម្មជាតិប្រើពេលយូរនិងទំហំដីធំអញ្ចឹងធម្មជាតិអាចសម្អាតទឹកកខ្វក់ឲ្យយើងបានដែរអូពិតជាអស្ចារ្យណាស់បច្ចុប្បន្នដោយសារចំនួនប្រជាជនមានការកើនឡើងនិងការអភិវឌ្ឍទីក្រុងទើបធ្វើឲ្យសមត្ថភាពនៃការសម្អាតតាមបែបធម្មជាតិថយចុះមិនអាចដោះស្រាយបញ្ហាទឹកកខ្វក់បានដូចមុនឥឡូវចូលមកកាន់សំណួរយើងវិញតើនឹងមានអ្វីកើតឡើងប្រសិនបើយើងហែលទឹកបឹងដែលមានទឹកកខ្វក់ឬផឹកវាដោយចៃដន្យខ្ញុំគិតថាវាអាចធ្វើឲ្យយើងមានជំងឺប៉ុន្តែមិនអីទេព្រោះវានឹងធ្វើឲ្យប្រព័ន្ធការពារភាពស៊ាំរបស់យើងកាន់តែរឹងមាំមិនត្រឹមត្រូវទេមិនចឹងចុះតើមានអ្វីកើតឡើងទៅប្រសិនបើទឹកកខ្វក់នេះមិនត្រូវបានគេសម្អាតតាមពិតវាអាចបង្កឲ្យមានជំងឺធ្ងន់ធ្ងរដូចជារាគមួលគ្រុនពោះវៀនជាដើមជំងឺខ្លះអាចឆ្លងដល់ក្រុមគ្រួសារទាំងមូលទៀតផងគួរឲ្យខ្លាចណាស់ទឹកកខ្វក់ដែលកើតចេញពីសកម្មភាពប្រចាំថ្ងៃរបស់យើងមានផលប៉ះពាល់ដល់យើងច្រើនណាស់